ក្បាច់ចម្លាក់ដែរបុរសម្នាក់នេះកំពុងតែធ្វើគឺថាមានពណ៌ក្រហមស្អាតខ្លាំងមែនទែនហើយនិយាយទៅមិនសរសើរបានទឹកដៃគាត់ធ្វើចេញមកស្អាតទៀតឥឡូវចង់ដឹងថាក្បាច់ចម្លាក់មានរូបពណ៌ក្រហមនេះពេលដែលគាត់ធ្វើឲ្យស្អាតប៉ុណ្ណាអីចឹងតាមទស្សនាការធ្វើប្រកបទាំងអស់គ្នាបងប្អូននេះដំបូងគាត់ចាប់ផ្ដើមយកអាទឹកក្រហមហ្នឹងចាក់ចូលទៅក្នុងពុម្ពបន្ទាប់ពីគាត់ចាក់ចូលទៅក្នុងពុម្ពហើយគាត់ក៏យកស៊ីម៉ងដាក់ពីលើរោយពីលើឲ្យវាចូលជាតិគ្នាបានល្អចឹងឲ្យស៊ីម៉ងហ្នឹងបឺតជាមួយនឹងទឹកហើយទៅការធ្វើប្រកបក្នុងមួយថ្ងៃគាត់ធ្វើបានច្រើនខ្លាំងមែនទែនគាត់មិនធ្វើតែរូបដដែលណារូបផ្សេងមកកណូគាត់ធ្វើនិយាយទៅការធ្វើប្រកបមួយគឺថាគាត់ផ្ដោតជាងគេគឺថាគុណភាពហើយនឹងធ្វើមិនឲ្យវាចេញមកមានរូបរាងស្អាតចឹងឥឡូវឃើញតការធ្វើប្រកបគឺថាគាត់បន្ថែមស៊ីម៉ងធ្វើមិនឲ្យវាពេញអាប្រឡោះហ្នឹងសិនដើម្បីគាត់ដាក់ដៃពីលើមកតង់ទៀតចឹងហើយនិយាយទៅមិនសរសើរបានបងប្អូនបុរសម្នាក់នេះគឺថាជំនាញគាត់ធ្វើរូបចម្លាក់មួយនេះគឺថាគាត់មិនមែនទុំជាឥឡូវគាត់ចេះរាប់រយឆ្នាំដែរណាអូ my god បងប្អូននិយាយទៅមិនសរសើរបានគាត់បកកាយរូបពណ៌ធ្វើទៀតប៉ុន្តែក្បាច់ចម្លាក់នេះគាត់មិនមែនធ្វើតែពណ៌ក្រហមមួយទេសូម្បីតែពណ៌លឿងពណ៌អីផ្សេងគាត់អាចធ្វើបានហើយសំខាន់ឲ្យតែភ្ញៀវគេកំងពណ៌ផងគាត់ចឹងនេះឥឡូវគាត់ចាប់ដើមសេរីដាក់ដៃដើម្បីការពាររូបចម្លាក់ហើយវាមានភាពរឹងមាំគង់វង្សយូរអង្វែងចឹងហើយនិយាយទៅមិនសរសើរបានបងប្អូននិយាយទៅគាត់ចេះរោគំនិតឆ្នៃប្រឌិតងាយចឹងស្រួលធ្លាប់តែឃើញរូបចម្លាក់គេធ្វើចេញមកគេប្រើម៉ាស៊ីនហើយគេប្រើដោយដៃគេដាប់បងប្អូនហើយប៉ុន្តែគាត់ធ្វើបែបនេះគឺថាអេមយ៉ាងដែរតែហើយនិយាយទៅប្រទេសឥណ្ឌាគឺថាភាគច្រើនអារូបចម្លាក់នេះគឺថាពេញនិយមខ្លាំងមែនទែនគេយកដាក់តាំងបិទនៅតាមជាងផ្ទះក្នុងផ្ទះអីចឹងវាមានរូបរាងស្អាតចឹងឥឡូវក៏ពោះចាប់ដើមថែមស៊ីម៉ងទៀតបងប្អូនព្រោះកាលណាតែថែមស៊ីម៉ងច្រើនដងចេះគឺថាធ្វើរូបចម្លាក់ហ្នឹងឆាប់ស្ងួតបន្ទាប់ពីឆាប់ស្ងួតហើយគាត់យកទៅដាក់50ថ្ងៃកាលណាតែយើងថែមម្ដងពីរដងគឺថាវាមិនតាន់ស្ងួតទេព្រោះថាទឹកហើយនឹងស៊ីម៉ងវាមិនងាយស្ងួតទេតតែយើងថែមវាបានច្រើនដងអញ្ចឹងអាហ្នឹងបានវាឆាប់ស្ងួតប៉ុន្តែបើសិនជាយើងលាយទឹកជាមួយនឹងស៊ីម៉ងស្រាប់យើងលាយយកវាទៅចាក់ចូលក្នុងពុម្ពគឺថាកាន់តែមិនងាយស្ងួតទេអារូបចម្លាក់មួយហ្នឹងអញ្ចឹងហើយបងគាត់ធ្វើវិធីសាស្ត្របែបនេះគឺថាដើម្បីឲ្យការធ្វើប្រកបគឺថាមានភាពងាយស្រួលហើយកាន់តែលឿនដើម្បីគាត់ឆាប់បានរូបចម្លាក់ហ្នឹងយកទៅ50ថ្ងៃដើម្បីលក់ឲ្យគេអញ្ចឹងអូនេះឥឡូវឃើញថារូបចម្លាក់វានៅសើមខ្លាំងមែនទេបងប្អូនអញ្ចឹងបើវាសើមខ្លាំងអញ្ចឹងមានន័យថាថែមស៊ីម៉ងទៀតថែមមិនក៏ដោយថែមឲ្យវាឆាប់ស្ងួតអញ្ចឹងបានការធ្វើប្រកបមួយនេះគឺថាគាត់ថែមច្រើនដងខ្លាំងមែនទេឥឡូវហ្នឹងឃើញតការធ្វើប្រកបបានប្រហែល 80% បងប្អូនជំរឿពេលគាត់ធ្វើឲ្យ 100% បានដឹងថារូបចម្លាក់ហ្នឹងចេញមកពណ៌ក្រហមស្អាតក្បាច់ស្អាតប៉ុណ្ណាអីចឹងអូនិយាយទៅខ្ញុំមានពាក្យសរសើរគាត់ហ្នឹងសរសើរតែគាត់ប្រកែធ្វើអញ្ចឹងហើយគាត់មានជំនាញចេញមកគឺថាធ្វើចេញមកស្អាតចឹងបងប្អូនអូនេះឥឡូវក៏ពោះចាប់ដើមគៀស៊ីម៉ងបងប្អូនគៀវាស្មើនេះមើលទៅរូបចម្លាក់នេះមើលទៅដូចវារៀងស្ងួតដែរបងប្អូនដោយសារតែគាត់ថែមស៊ីម៉ងច្រើនដងពេកចឹងចាំមើលអាចនឹងគាត់យកទៅ50ថ្ងៃឬមួយក៏គាត់ថែមស៊ីម៉ងទៀតចាំមើលអស់គ្នាអូឥឡូវឃើញថារូបចម្លាក់មួយនេះមើលទៅស្ងួតដែរបងប្អូនអញ្ចឹងមានគាត់គៀវាស្មើគ្នាដើម្បីគាត់លើកយកទៅដាក់50ថ្ងៃអូនេះឥឡូវគាត់ចាប់ដើមលើកវាយកទៅដាក់50ថ្ងៃចាំមើលទាំងអស់គ្នាទេបងប្អូនខ្ញុំក៏អត់តន់ដឹងថារូបចម្លាក់ស្អាតប៉ុណ្ណាដែរចាំមើលអស់គ្នាចាំពេលគាត់បើកចេញមកពីពុម្ពអញ្ចឹងឥឡូវក៏ពោះចាប់ដើមបើកចេញមកពីពុម្ពហើយចាំមើលអស់គ្នាបងប្អូនអូ my god និយាយទៅអូ my god បងប្អូននិយាយទៅរូបចម្លាក់មួយនេះគឺថាមានរូបរាងស្អាតប្លែកខ្លាំងមែនទែនមិនសរសើរបានទឹកដៃប្រកបគឺថាអេមខ្លាំងមែនទែនអញ្ចឹងកុំភ្លេចជួយ follow ម្នាក់មួយផង